ពួកគេប្រឡឹងរបស់មូយន្តបានដេកលងលក់នៅក្នុងរមោឈូសៀនដោយគ្រាន់តែរងចាំពេលវេលាដែលមូយន្តភ្ញាក់ដឹងខ្លួនឡើងវិញ 10000 ឆ្នាំបានកន្លងផុតវាលឿនដូចភូតប្រឡឹងដែលនៅសេសសល់របស់មូយន្តបានចូលទៅក្នុងរាងកាយក្មេងប្រុសម្នាក់ដែលស្ថិតនៅក្នុងអាណាចក្រពពកភក្ខាងត្បូងនៃទ្វីបឋានសួគ៌ចាញ់ខ្ញុំសូមសរសេរប្រវត្តិក្មេងប្រុសដែលមូយន្តបានចូលដើម្បីឲ្យអ្នកគ្នាយកសាច់រឿងកាន់តែច្បាស់ក្មេងប្រុសម្នាក់នោះកើតនៅក្នុងគ្រួសារតកូលមូមានឈ្មោះថាមូយន្តវាចៃដន្យទៅនឹងឈ្មោះមូយន្តតួឯកប្រុសរបស់យើងដែរមូយន្តម្នាក់នេះក៏មានលះស្នឹមល្បីល្បាញដូចទៅនឹងស៊ឺយៀនផងដែរដោយគេតែងតែហៅមូយន្តម្នាក់នេះថាជាមនុស្សសម្រាមមូយន្តបានបរាជ័យក្នុងការវឹកហាត់ត្រូវបានឪពុកបញ្ជូនពីទីក្រុងណានយន្តដែលជារដ្ឋធានីនៃអាណាចក្រពពកភក្ខាងត្បូងទៅកាន់សាខាមូជានៃទីក្រុងប៉ៃយន្តនៅទីនោះមូយន្តបានជាប់ធ្វើជាអ្នកណែនាំនៅក្នុងសាលាបណ្ឌិតសភាប៉ៃយន្តមូលហេតុដែលមូយន្តបានជាប់ធ្វើជាអ្នកណែនាំនៅក្នុងសាលាបណ្ឌិតសភាប៉ៃយន្តក៏ដោយសារតែមូយន្តមានចំណេះដឹងបន្តិចបន្តួចខាងចម្រាញ់ថ្នាំសិស្សនៅក្នុងថ្នាក់គ្មាននរណាម្នាក់ឡើយគោរពទៅកាន់មូយន្តដែលយើងកំពុងឃើញនេះមិនមែនជាមូយន្តសម្រាមទៀតទេប៉ុន្តែវាបដូរមកវិញគឺជាមូយន្តដែលជាកម្ពុជាស្ដេចអមតៈពីសម័យបុរាណមូយន្តបាននិយាយតិចទៅកាន់រាងកាយមូយន្តសម្រាមឥឡូវពួកយើងទាំងពីរខ្លាចជាមនុស្សតែមួយហើយឯងកុំបារម្ភចាប់ពីពេលនេះទៅគ្មាននរណាម្នាក់ហ៊ានមើលងាយឯងទៀតទេនៅពេលនោះមានសម្លេងសិស្សម្នាក់បាននិយាយទៅកាន់មូយន្តថាគ្រូកងវាលមូតើអ្នកកំពុងនិយាយជាមួយនរណាឬមួយក៏កញ្ចប់ថ្មីវាខ្លាំងពេកធ្វើឲ្យអ្នកមិនអាចទ្រាំទ្របែបដែលនិយាយមានឈ្មោះថាម៉យ៉ាងនៅពេលនោះមូយន្តបានទះតុកម្ដាយដើម្បីឲ្យពួកគេបញ្ឈប់ហើយសួរទៅកាន់ពួកគេថាតើសម័យនេះជាសម័យណាតើខូហៃធានជននៅតែគ្រប់គ្រងពិភពលោកតូច3000នេះទៀតឬនៅកន្លែងនេះខ្ញុំក៏មិនដឹងថាមូយន្តចង់និយាយពីអ្វីដែរប៉ុន្តែអបិម៉ោយ៉ាងបាននិយាយទៅកាន់មូយន្តថាខូហៃធានជនវាគ្រាន់តែជារឿងព្រេងនិទានរាប់ពាន់ឆ្នាំតែប៉ុណ្ណោះមូយន្តបន្ទាប់ពីលើបែបនេះបាននិយាយតិចទាំងការភ្ញាក់ផ្អើលរាប់ពាន់ឆ្នាំមុនម៉ោយ៉ាងបានបន្ថែមទៀតថាខ្ញុំមិនដឹងថាវាមានឬអត់ទេតើហេតុអ្វីបានជាអ្នកសួរអំពីវាមូយន្តមិនបានឆ្លើយទៅកាន់ម៉ោយ៉ាងហើយគិតនៅក្នុងចិត្តថាចំពោះវត្ថុបុរាណទាំងនោះនៅក្នុងពិភពលោកមួយនេះវាគ្រាន់តែជារឿងព្រេងនិទានក្នុងមួយប្រព្រឹត្តភ្នែកនៅពេលនោះអត់ប្រយោជន៍ពីអ្នកវាកំពុងតែបន្លែងគ្នាហើយក៏មានអបិម្នាក់បានគប់រមាស់មកកាន់មូយន្តដោយចេតនាមូយន្តបានគេចផុតហើយគិតនៅក្នុងចិត្តថាតើអ្នកគិតថាខ្ញុំជាមូយន្តដែលត្រូវបានអ្នកដទៃធ្វើបាបឬនៅពេលនោះមូយន្តបានពិនិត្យមើលទៅកាន់រាងកាយមូយន្តសម្រាមហើយនិយាយតិចសម្បីតែដំណាក់កាលដំបូងនៃការប្រមូលផ្ដុំរាងកាយក៏មិនទាន់បានឈានដល់ក្មេងប្រុសម្នាក់នេះពិតជាគ្មានកម្លាំងពិតមែនបន្ទាប់ពីមើលរួចមូយន្តបានឲ្យសិស្សនៅក្នុងថ្នាក់បន្តមេរៀននៅពេលនោះមានសិស្សស្រីម្នាក់បាននិយាយថាគ្រូកងវាលមូសិស្សមិនយល់សោះហេតុអ្វីយើងត្រូវបន្ថែមស្លឹកស្មៅងាប់នៅពេលចម្រាញ់គ្រាប់ថ្នាំប៉ៃលីងតាននៅពេលនោះមូយន្តបានគិតនៅក្នុងចិត្តថាគ្រាប់ថ្នាំប៉ៃលីងតានតើសិស្សម្នាក់នេះកំពុងតែចង់លេងជាមួយនឹងខ្ញុំឬវាមិនអាចទៅរួចទេហើយក៏មិនពិបាកដែរសម្រាប់មនុស្សអមតៈហើយសាច់រឿងរបស់យើងក៏បានឈានដល់ទីបញ្ចប់ហើយនេះក៏គ្រាន់តែជាការសម្រាប់រឿងសាកល្បងរបស់ខ្ញុំផងដែរបើសិនជាអ្នកគ្នាចង់ខ្ញុំសម្រាប់បន្តកុំភ្លេចខមមិននៅខាងក្រោមហើយខ្ញុំក៏សូមទោសទុកមុនសម្រាប់អ្នកដែលចង់មើលភាគបន្តព្រោះថាខ្ញុំក៏ទើបតែមើលបាន2ភាគដែរទេសូមអ្នកទាំងអស់គ្នាទុកពេលខ្ញុំមួយរយៈដើម្បីឲ្យខ្ញុំយល់សាច់រឿងនេះកាន់តែច្បាស់ព្រោះថាវាមានកន្លែងខ្លះធ្វើខ្ញុំពិបាកយល់ខ្លាំងមែនទែន